នៅពេលដែលក្របបែកដ៏សាហាវបំផុតនៅក្នុងលោក GBU 57ជួបជាមួយនឹងយន្តហោះកំណាចអត់ស្រមោល B2 Spirit អ្វីគ្រប់យ៉ាងនឹងត្រូវវិនិច្ឆ័យនៅក្នុងពេល20វិនាទីវានឹងក្លាយទៅជាការវាយប្រហារដ៏គួរឲ្យខ្លាចបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ B2 Spirit យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយរបស់អាមេរិកពេលហោះគេមើលមិនឃើញពេលបញ្ចេញសំឡេងក៏គេមិនឮស្រមោលរាងត្រីកោណរបស់វាកាត់ដែនអាកាសរបស់សត្រូវនៅក្នុងភាពស្ងប់ស្ងាត់បំផុតគ្មានរ៉ាដាណាអាចតាមដានវាបានទេហើយក៏គ្មានអ្នកណាអាចបញ្ឈប់បេសកកម្មរបស់វាបានដែរវាមានរហស្សនាមខ្មោចលើមេឃ B2 Spirit មានទទឹង52ម៉ែត្រពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងទៀតបណ្ដោយ21ម៉ែត្រនិងកម្ពស់ជាង5ម៉ែត្រ B2 Spirit ជាយន្តហោះចម្បាំងធំបំផុតលើលោកមានតែពោះរបស់ B2 ប៉ុណ្ណោះដែលអាចពំគ្រាប់បែកកំណាច GBU 57បាន GBU 57ដែលជាផលិតផលរបស់អាមេរិកដែរមានទម្ងន់ប្រហែលជា14តោននិងប្រវែង16ម៉ែត្រជាគ្រាប់បែកដែលត្រូវបានរចនាឡើងដើម្បីបំផ្លាញនៅអ្វីដែលសត្រូវគិតថាមិនអាចបំផ្លាញបានវាទម្លាក់ខ្លួនចុះពី B2 Spirit ក្នុងល្បឿនជាង1200គីឡូម៉ែត្រក្នុង1ម៉ោងទ្វេដងនៃល្បឿនសំឡេង GBU 57ហោះសម្ដៅទម្លុះបំបែកហែកបេតុងឬក៏ជញ្ជាំងថ្មមុននឹងបន្តទៅពុះជ្រែកចូលដីដោយកម្លាំងស៊ីនេតិកយ៉ាងសាហាវវាបំផ្ទុះនៅក្រោមដីក្នុងជម្រៅយ៉ាងតិច60ម៉ែត្រដោយបញ្ជូនរលកដ៏ខ្លាំងក្លាមួយដែលផ្ដួលរំលំហេដ្ឋារចនាសម្ព័ន្ធលេនដ្ឋានទាំងមូលក្នុងពេល20វិនាទីប៉ុណ្ណោះហើយវានឹងប្រែក្លាយមជ្ឈមណ្ឌលបញ្ជាការទៅជាផេះផង់និងកំទេចគ្រប់យ៉ាងដែលមាននៅក្នុងផ្លូវរួមក្រោមដីដែលបិទជិតអ្នកជំនាញនិយាយថាទីតាំងនុយក្លេអ៊ែរ Fordo របស់ប្រទេសអ៊ីរ៉ង់ដែលមានជម្រៅ90ម៉ែត្រនៅក្រោមភ្នំនិងឃ្លាំងមីស៊ីលក្រោមដីដ៏រឹងមាំរបស់កូរ៉េខាងជើងក៏មិនមែនជាដៃគូដែលអាចតទល់បានជាមួយនឹង GBU 57ដែរបើទោះបីជាមានសមត្ថភាពដ៏គួរឲ្យភ័យខ្លាចក៏ដោយ B2 Spirit និង GBU 57មិនដែលបានជួបគ្នានៅក្នុងសង្គ្រាមណាមួយនៅឡើយទេសូម្បីតែការបំផ្ទុះផ្លូវរួមក្រោមដីនៅអាហ្គានីស្ថានក៏អាមេរិកមិនបានប្រើគ្រាប់បែកនេះដែរអាមេរិកមិនបានប្រើព្រោះតែវាគឺជាវិនាសកម្មដែលអាចពង្រីកវិសាលភាពសង្គ្រាមនាំឲ្យក្រុមឧទាមលើកទ័ពបះបោរបង្កភាពចលាចលដល់សណ្ដាប់ធ្នាប់ពិភពលោកហើយម្យ៉ាងវិញទៀតជំនួបរវាង B2 Spirit និង GBU 57មានតម្លៃខ្ពស់ដល់ទៅជាង$2000លានអាមេរិកឯណោះក្នុងនោះយន្តហោះ B2 Spirit ថ្លៃ$2100លានគ្រាប់បែក GBU 57ប្រហែល$10លាននិងគ្រាន់តែថ្លៃហោះហើរសម្រាប់ប្រតិបត្តិការនឹងអស់ប្រហែលជា$20លានទៀតអាមេរិកទុកសពាវុធទាំងពីរនេះជាជំរើសចុងក្រោយបំផុតបន្ទាប់ពីការទូតបរាជ័យខ្ញុំរស់សុធាពី News Today NTTV